បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមានមេរៀនថ្មីមួយទាក់ទងនឹងការរៀនកំណត់ក្រដាសបាទកំណត់ក្រដាសណាបាទជាទូទៅការធ្វើការងារអ្វីក៏ដោយមិនថាបងប្អូនធ្វើ poster ធ្វើ banner ធ្វើ brochure ឬក៏បងប្អូនសរសេរអត្ថបទដូចជាលិខិតបញ្ជាក់អីផ្សេងគឺបងប្អូនត្រូវកំណត់ក្រដាសឲ្យហើយចាំយើងសរសេរអត្ថបទនឹងចូលវាជិះវៀងពេលដែលយើងធ្វើឲ្យបានយើងកំណត់ក្រដាសវាធ្វើឲ្យអត្ថបទរបស់យើងនឹងវាត្រូវតម្រូវឲ្យយើងរៀបភាសាទៀតអញ្ចឹងណាបាទបើទម្លាប់របស់ខ្ញុំពេលដែលខ្ញុំចាប់ដើមធ្វើគឺខ្ញុំកំណត់ក្រដាសហើយពេលដែលខ្ញុំសរសេរអត្ថបទចូលនឹងសរសេរឲ្យគឺខ្ញុំព្រីនយកតែម្ដងបាទខ្ញុំអត់មានសរសេរវាយឲ្យបានមកកំណត់ក្រដាសតាមក្រោយឲ្យរៀបអត្ថបទរបស់យើងនឹងសារថ្មីម្ដងទៀតគឺអត់ទេពេលខ្ញុំវាឲ្យគឺខ្ញុំព្រីនចេញតែម្ដងបាទអញ្ចឹងតើយើងធ្វើម៉េចដើម្បីយើងអាចកំណត់ក្រដាសបានបាទអញ្ចឹងបងប្អូនចូលតាមខ្ញុំទីនេះបងប្អូនត្រូវឈរនៅលើ tool មួយដែលមានឈ្មោះថា layout នេះអូខេបងប្អូនឃើញមកខ្ញុំច្អល់ដែរបាទដាក់មកបងប្អូនមកចុចចំ layout ហ្នឹងមកនេះឈរលើ home លើ edit កើតទេណាបងប្អូនណាគឺបងប្អូនត្រូវឈរនៅលើ layout នេះបន្ទាប់មកមានកន្លែងនេះមានជំរើស3ហើយបងប្អូនអាចចូលទៅកាន់កន្លែងកំណត់ក្រដាសនឹងបានទី1បងប្អូនឈរកន្លែង margin នេះហើយបងប្អូនយកខាងក្រោមគេបងអស់ដែលមានពាក្យថា custom margin បាទមើលតើនេះបាទចុចចូលវាមកវានឹងលោតផ្ទាំងនេះឲ្យយើងមួយបាទផ្ទាំងនេះលោតនៅផ្ទាំងនេះឲ្យយើងមួយនេះជាជំរើសទី1ជំរើសទី2បងប្អូនត្រូវចូលកន្លែងសាយណាបាទនេះឃើញមកខ្ញុំដាក់ដែរចូលកន្លែងសាយនឹងមកបន្ទាប់មកទៀតបងប្អូនរំកិលមករបស់បងប្អូនឲ្យមកដល់ខាងក្រោមគេបងអស់ដែលមានពាក្យថា more paper size នេះបាទចុចចូលវាមកនេះវានឹងលោតផ្ទាំងនេះឲ្យយើងមួយទៀតបាទនេះជាជំរើសទី2ណាបាទជំរើសទី3បងប្អូនចូលកន្លែង page setup បងប្អូនមើលមកខ្ញុំឲ្យទាន់នេះកន្លែងនេះមានរុនប៊ូតុងតូចមួយឆ្មានៅកន្លែងហ្នឹងបាទបងប្អូនចុចចូលកន្លែងហ្នឹងមកចុចចូលពកមកវានឹងលោតផ្ទាំងហ្នឹងឲ្យយើងដែរសូមបញ្ជាក់ថានៅកន្លែង3ជំរើសនេះបងប្អូនចូលកន្លែងណាក៏បានដែរគឺវាចេញមកដូចតែគ្នាទេបាទចេញមកដូចគ្នាអញ្ចឹងខ្ញុំសូមបិទចោលអូខេអញ្ចឹងខ្ញុំសូមជ្រើសរើសយកប៊ូតុងមួយដែលមានសរសៃចុះបាទចូលបងប្អូនមើលភាសាទៀតយើងយកមក paper size នេះមកខាងក្រោមគេណាបាទចុចចូលមកបន្ទាប់មកទៀតនៅប៊ូតុងនេះវាមានពីកន្លែងណាដែលបងប្អូនត្រូវជ្រើសរើសយកវាគឺមាន margin មួយហើយនឹងមាន paper មួយអ្វីដែលបងប្អូនត្រូវការគឺធ្វើទៅ2 block ហ្នឹងទេអា block layout នេះមិនខ្វល់វាទេទុកវាចោលចឹងមកបាទអញ្ចឹងបងប្អូនត្រូវចេះ2នេះកំណត់2នេះនៅក្នុង2 block នេះ paper បងប្អូនដឹងហើយគឺក្រដាសពេលយើងចុចចូល paper នឹងមកវាមាននៅខាងក្រោមនេះវាដាក់ថា paper size អញ្ចឹងកន្លែងនេះហើយគឺជាប៊ូតុងដែលយើងសម្រាប់ជ្រើសរើសក្រដាសណាបងប្អូនចុចកន្លែងមុខព្រួយនេះមកចុចកន្លែងមុខព្រួយនឹងមកវានឹងធ្លាក់ប៊ូតុងជាច្រើនធ្លាក់ຂະຫນាតក្រដាសជាច្រើននៅកន្លែងនេះបាទបងប្អូនscroll មកបងប្អូនមកបវលមកយើងហ្នឹងបាទបវលមកវានឹងរត់ហើយបាទបងប្អូនចង់បានក្រដាសប្រភេទណាគឺយើងយកចុចយកប្រភេទហ្នឹងមកឥឡូវទៅនៅកន្លែងនេះគឺវាមានពាក្យថា A4 ជាទូទៅអ្នករៀនកុំព្យូទ័រគឺគាត់ស្គាល់ហើយក្រដាស A4 ហ្នឹងគឺជាក្រដាសវាម៉េចបាទក្រដាស A4 បងប្អូនធ្លាប់និយមហៅថាក្រដាសរាមអាហ្នឹងហើយដែលហៅថា A4 ណាជាទូទៅគឺយើងហៅថាក្រដាសរាមបាទក្រដាសរាមហ្នឹងគឺជាប្រភេទ A4 បើនៅក្នុងកុំព្យូទ័រវាអត់មានពាក្យថាក្រដាសរាមទេបាទក្នុងកុំព្យូទ័រណាវាអត់មានពាក្យថាក្រដាសរាមទេគឺវាមានពាក្យថា A4 ហ្នឹងគឺសំដៅដល់ក្រដាសរាមហ្នឹងបាទអូខេហើយមានក្រដាសផ្សេងទៀតខ្ញុំចុចឲ្យបងប្អូនមើលហើយមកកន្លែងនេះគឺវាមានពាក្យថា A5 នេះ A5 នេះជាទូទៅក្រដាសវិក័យប័ត្រដែរបងប្អូនវិក័យប័ត្រដែលគេសរសេរមុខទំនិញជាពិសេសគឺពួកអ្នកលក់អីវ៉ាន់ចាប់ហួយសបោបាទសម្បូរមែនតើប្រភេទ A5 ហ្នឹងតូចហ្នឹងបាទអាហ្នឹងហើយគឺជាប្រភេទក្រដាស A5 ជាទូទៅគឺគេធ្វើវិក័យប័ត្រក្រដាសហ្នឹងណាបាទហើយមកទៀតគឺ A3 នេះខ្ញុំចង់និយាយពី3ហ្នឹង A3 នេះគឺបានដល់ប្រភេទក្រដាសធំដែលគេប្រឡងបាក់ឌុបឬក៏ប្រឡង diploma ជាទូទៅកូនសិស្សគាត់ច្រើនតែទិញមិនមែនច្រើនទេគឺទាំងអស់តែម្ដងសម្រាប់អ្នកដែលប្រឡងបាក់ឌុបឬក៏ប្រឡង diploma ហ្នឹងគឺគេយកក្រដាស A3 ហ្នឹងអាហ្នឹងធំណាបងប្អូនអាហ្នឹងបើគិតទៅຂະຫນាតវា20ຂະຫນាតវា30 40 សង់ទីម៉ែត្រណា
មានតែ30 គុណនឹង40 សង់ទីម៉ែត្របាទអញ្ចឹងกระดาษវាគឺបែបហ្នឹងណាឥឡូវខ្ញុំចង់បានកระดาษប្រភេទណាបងប្អូនជ្រើសយកប្រភេទហ្នឹងមកហើយនៅក្នុងហ្នឹងវាមានកระดาษយើងប្រភេទกระดาษរូបថតដូចជាกระดาษប្រភេទ10 15 13 18អីហ្នឹងគឺមាននៅក្នុងហ្នឹងទាំងអស់នេះ13 18បងប្អូនចំណាំទៅគឺវាមានពាក្យ 2L size នេះ 2L size ហ្នឹងគឺប្រភេទ13 18ហើយបងប្អូនមួយចំនួនដែលគាត់ទៅតែនឹងបើកកន្លែងរស់ស៊ីរោងពុម្ពណាថ្មីចង់ព្រីនយកกระดาษប្រភេទ13 18មិនដឹងថាព្រីនយកกระดาษមួយណាបាទគឺຂະຫນាតរបស់វាគឺ L2 បាទ L2 size ហ្នឹងគឺ13 18ហ្នឹងបាទហើយអានេះគឺវាមានប្រភេទกระดาษវាមានអានេះ KG នេះ KG នេះគឺ10 15បងប្អូនបាទ10 15ណាអានឹងសម្រាប់អ្នកធ្វើរូបថតគឺស្គាល់បាទអញ្ចឹងមួយប្រភេទទៀតបើសិនជាក្នុងករណីថានៅក្នុងប្លុកនេះបងប្អូនអត់ត្រូវការទាំងអស់ຂະຫນាតกระดาษហ្នឹងណាຂະຫນាតกระดาษនៅក្នុងប្លុកហ្នឹងបងប្អូនអត់ត្រូវការទេបើសិនជាក្នុងប្លុកហ្នឹងបងប្អូនអត់ត្រូវការបងប្អូនអាចវាយបញ្ចូលຂະຫນាតនៅក្នុងប្លុកខាងក្រោមនេះពីរប្លុកនេះដែលវាមានពាក្យថា width ហើយនឹងមានពាក្យថា height នេះបងប្អូនវាយចូលកន្លែងហ្នឹងមកឥឡូវឧទាហរណ៍ថាខ្ញុំចង់បាន4ជ្រុង4ជ្រុងຂະຫນាតយើងគឺរបៀប4ជ្រុងអញ្ចឹងខ្ញុំអាចវាយ10ហើយខាងក្រោមនេះខ្ញុំវាយ10ដែរមកវាយ10ចូលអញ្ចឹងមកបាទ10អញ្ចឹងមកអញ្ចឹងពេលដែលយើងចុចអូខេមកអញ្ចឹងกระดาษរបស់យើងនឹងគឺលក្ខណៈ4ជ្រុងហើយរើ10 15អញ្ចឹងមកណាបាទ15ខាងលើ15ដែរមកវាយឲ្យស្មើគ្នាអញ្ចឹងមកអញ្ចឹងกระดาษរបស់យើងនឹងគឺជាលក្ខណៈกระดาษ4ជ្រុងហើយព្រោះបើយើងរើសមើលនៅក្នុងនេះវាអត់មានទម្រង់กระดาษដែលយើងចង់បានអញ្ចឹងណាបាទបងប្អូនចង់បានវាយ10គុណនឹង18អីយើងវាយអញ្ចឹងមកបាទវាយ13 18ឬក៏10ប្រមាណដែលយើងចង់បានអញ្ចឹងមកអញ្ចឹងกระดาษនេះវានឹងរីកទំហំទៅតាមលេខដែលយើងបានវាយហ្នឹងបានវាយបញ្ចូលហ្នឹងបាទនេះគឺជា paper ណា paper ខ្ញុំបញ្យល់ប៉ុណ្ណឹងចុះសម្រាប់បងប្អូនដែលចង់ដឹងបាទមួយទៀតកន្លែង margin នេះកន្លែង margin នេះគឺជាចំណុចមួយដែលបងប្អូនត្រូវតែចេះវាហើយត្រូវតែដឹងបើបងប្អូនអត់ចេះកន្លែង margin អត់យល់ពីវាទេការធ្វើការងាររបស់យើងគឺអត់បានល្អទេ margin បើយើងប្រៀបធៀបមកភាសាខ្មែរយើងអត្ថន័យណាខ្ញុំមិនដឹងថាគេប្រែយ៉ាងម៉េចដែរទេប៉ុន្តែអត្ថន័យនៅក្នុងភាសាខ្មែរយើងមានន័យថាសំណល់របស់ដែលគេអត់ប្រើកន្លែងដែលគេអត់ប្រើកន្លែងដែលគេមិនប្រើប្រាស់គេហៅថា margin បាទតើចំណុចណាមួយទៅដែលហៅថា margin នោះខ្ញុំលើកឧទាហរណ៍មួយខ្ញុំអត់ទាន់ចុចអូខេទេណាខ្ញុំចង់និយាយពី margin ឥឡូវបងប្អូនទៅមើលកន្លែង margin ជាមួយខ្ញុំបើកសពុតប៉ុនមួយឲ្យបងប្អូនមើលចុះបាទខ្ញុំបើកសពុតប៉ុនមួយឲ្យបងប្អូនមើលតើកន្លែងណាជា margin ណាឥឡូវឧទាហរណ៍ខ្ញុំបើកប៉ុនអីចេះឥឡូវឧទាហរណ៍ថាខ្ញុំយកប៉ុនបច្ច័យ4ចុះបាទប៉ុនបច្ច័យ4មួយឲ្យបងប្អូនមើលបាទនេះប៉ុនបច្ច័យ4បាទខ្ញុំបើកចេះមកនេះ margin ណាបងប្អូនណា margin គឺសំណល់សល់ខាងនេះខ្ញុំគូសឲ្យបងប្អូនមើលបាទអូខេអានេះអត់មានកន្លែងគូសចឹងឃើញទេវិសាញនេះទៅណាហើយកន្លែងគូណានេះខាងនេះបងប្អូនណាខាងចាំខ្ញុំកាត់វីដេអូខ្ញុំនឹងដាក់ឲ្យឃើញកន្លែងនេះមាននៅខាងលើខាងក្រោមខាងឆ្វេងខាងស្ដាំរបស់បងប្អូនដែលយើងមិនប្រើសំណល់ទុកសល់តូចសល់ធំអីគឺ margin ហ្នឹងហើយបាទហើយខ្ញុំចូលមកវិញណាចូលមក margin ហ្នឹងចូលមកកន្លែងហ្នឹងវិញនេះ margin ណានេះ margin នេះវាមាន4ចំណុចដែលបងប្អូនត្រូវវាបញ្ចូលបាទវាមាននៅកន្លែងនេះវាដាក់ថា top នេះគឺខាងលើមានសំណល់សល់ខាងលើហើយកន្លែងនេះគឺសំណល់សល់ខាងក្រោមបាទហើយនេះគឺសំណល់សល់ខាងឆ្វេងហើយខាងនេះគឺសំណល់សល់ខាងស្ដាំដែលវាមានពាក្យថា top bottom left ហើយនឹង right នេះបាទអញ្ចឹងលេខនេះបើសិនជាយើងកំណត់យកធំឧទាហរណ៍ថាខ្ញុំយក2ចេះហើយខាងនេះខ្ញុំយក2ដែរអញ្ចឹងមានន័យថាសំណល់ខាងក្រោមសល់2សង់ទីម៉ែត្រហើយខាងលើក៏សល់2សង់ទីម៉ែត្រដែរបាទអាហ្នឹងគឺសំណល់ណាបងប្អូនណាសល់កាន់តែធំហើយលេខនឹងកាន់តែច្រើនសំណល់ក៏សល់កាន់តែធំដែរអញ្ចឹងនៅក្នុងការងាររបស់ខ្ញុំជាទូទៅខ្ញុំយក2ហើយខ្ញុំយក1សំទោសខ្ញុំយក1ឬក៏1កន្លះហើយបងប្អូនសួរខ្ញុំថាចាលោកគ្រូទៅខ្ញុំគួរយកmargin នឹងសំណល់សល់ប៉ុណ្ណាអានឹងអត់ទៀងទេ
វាជាក់ស្ដែងតាមប្រភេទនៃការងាររបស់យើងថាតើការងាររបស់យើងនោះយើងចង់បានសំណល់សល់ប៉ុណ្ណាយើងកំណត់យកប៉ុណ្ណឹងទៅប៉ុន្តែជាក់ស្ដែងដោយសបុតប៉ុនឬក៏លិខិតបញ្ជាក់ផ្សេងអីបងប្អូនគួរកំណត់បើសម្រាប់សបុតប៉ុនចេះបងប្អូនយកមួយមកសល់មួយមកណាបាទអញ្ចឹងពេលដែលយើងបានកំណត់រួចរាល់ហើយបងប្អូនចុចអូខេនេះមកនេះចុចអូខេនេះមកនៅតែនេះមួយទៀតណានេះនៅកន្លែងនេះ orientation នេះវាមាន2វាមាន portrait ហើយនិងមាន landscape នេះ portrait គឺជាប្រភេទกระดาษបញ្ឈរណាกระดาษបញ្ឈរហើយ landscape នេះជាប្រភេទលក្ខណៈกระดาษផ្ដេកណាបងប្អូនបាទអញ្ចឹងបើសិនជាយើងការងារយើងជាលក្ខណៈกระดาษបញ្ឈរយើងយក portrait នេះមកហើយលក្ខណៈជាกระดาษផ្ដេកយើងយក landscape នេះមកតោះណាបងប្អូនណាពេលដែលបងប្អូនកំណត់រួចហើយចុចអូខេមកបាទចុចអូខេអញ្ចឹងមកអញ្ចឹងกระดาษរបស់យើងជាលក្ខណៈមួយដែលយើងតាមអ្វីដែលយើងចង់បានហើយបាទតោះនេះបងប្អូនណារបៀបកំណត់กระดาษគឺយើងកំណត់បែបហ្នឹងបាទហើយសូមបញ្ជាក់មួយផងដែរគឺការធ្វើលិខិតផ្សេងគឺមុននឹងវាអត្ថបទចូលបងប្អូនគួរកំណត់กระดาษឲ្យហើយដើម្បីងាយស្រួលក្នុងការ print ពេលដែលយើងយកទៅ print ទៅគឺវាអត់វាអត់រញ៉េរញ៉ាយទេបាទអញ្ចឹងមេរៀនហ្នឹងគឺមានតែប៉ុណ្្នឹងទេបងប្អូនណាសូមអរគុណនិងសូមជម្រាបលា